Welcome to my channel Happy Tea ថ្ងៃនេះបានមកលេងផ្ទះលោកយាយនៅតាមខេត្តបែបស្រុកស្រែតនេអត់មានអីធ្វើក៏នឹកឃើញថាទៅរកការងារធ្វើបន្តិចស្រាប់តែកលេចទៅឃើញបកាយពូទៅទិញមកថ្មីអញ្ចឹងខ្ញុំក៏សម្ពោធបកាយនឹងហ្មងទៅអញ្ចឹងការងារខ្ញុំមួយប្អូនប្រុសខ្ញុំនៅក្នុងថ្ងៃហ្នឹងគឺទៅដាក់បង្កាយត្រីអញ្ចឹងយើងមានតែបង្កាយទេប៉ុន្តែយើងអត់ទាន់មាននុយអញ្ចឹងនាំគ្នាទៅជីកដល់រនុយសិនអញ្ចឹងដឹងអត់ថានុយកំពុងជីកនឹងអីគេគឺចន្លេនហើយខ្ញុំនឹងហើយកពូខ្លាចចន្លេនលើលោកនេះសំខាន់ចន្លេននឹងអញ្ចឹងទៀតរកពីមួយកន្លែងទៅមួយកន្លែងអត់ឃើញសោះហ្មងណាឥឡូវដូរមកជីកកន្លែងផ្សេងទៀតហើយនិយាយទៅជីក3កន្លែងបានរកចន្លេនបានអញ្ចឹងឥឡូវនេះប្អូនខ្ញុំកំពុងតែជីកហោមើលចន្លេនហើយខ្ញុំនេះវិញគឺនៅឈរមើលពីចម្ងាយអត់ហ៊ានចូលទៅជិតទេពេលល្ងាចឡាថ្ងៃរៀបលេងអញ្ចឹងនៅស្រុកស្រែពិតជាស្អាតខ្លាំងណាស់កំពុងតែឈរមើលទេសភាពមកស្ទុះប្អូនខ្ញុំក៏លើកចលែនមកផាបងអើយបានចលែនហើយអញ្ចឹងយើងមាននុយសម្រាប់ទៅបកាយត្រីហើយអញ្ចឹងបន្ទាប់មកទៀតយើងនាំគ្នាកាត់ចលែននឹងឲ្យខ្លីៗទៅដើម្បីយកវាទៅដោតជាមួយនឹងសទូចខ្ញុំខ្លាចចលែននឹងខ្លាំងណាស់បងប្អូនទាំងអស់គ្នាគ្រាន់តែខ្ញុំឈរមើលប៉ុណ្ណឹងក៏ខ្ញុំខ្លាចដែរខ្ញុំអត់ហ៊ានកាន់ទេហើយបបួរគ្នាមកបកាយត្រីលើកនឹងប៉ុន្តែខ្លួនឯងអត់មានបានបកាយអត់មានបានធ្វើអីទេបានតែឈរមើលអញ្ចឹងហើយបកាយយើងថ្ងៃហ្នឹងគឺមានតែ5ទេអញ្ចឹងរៀបចំដាក់នុយឲ្យអស់ហើយនាំគ្នាដើរទៅរកកន្លែងដើម្បីដាក់ដោតបកាយហ្នឹងហើយខ្ញុំចង់បកាយត្រីហ្នឹងប៉ុន្តែខ្លួនឯងអត់ហ៊ានធ្វើអីទេដោយសារតែខ្ញុំអត់ដែលធ្វើពីមុនមកព្រោះអីខ្ញុំជាអ្នកនៅតំបន់សមុទ្រអញ្ចឹងណាខ្ញុំអត់ដែលមកធ្វើបែបសុកសែអញ្ចឹងទេអញ្ចឹងទៅអត់ហ៊ានទេហើយកន្លែងនេះក៏មកបកាយត្រីទៅដោតវាអត់កើតដោយសារទឹកជ្រៅពេកអញ្ចឹងត្រូវការដូរកន្លែងទៀតដល់ពេលដូរទៅមកកន្លែងទៀតហ្នឹងនៅបែបគុំស្រែនៅតាមមាត់អូនឹងដែរអូនឹងគឺនៅពីក្រោយផ្ទះយាយខ្ញុំហ្មងហើយចង់ប្រាប់ថាមានតែប្អូនខ្ញុំទេដែលហ៊ានដើរចូលកន្លែងហ្នឹងគឺខ្ញុំមិនហ៊ានទៅជាមួយទេដោយសារតែខ្ញុំខ្លាចឆ្លើងពេលខ្ញុំមកលេងតាមខេត្តមកលេងនៅស្រុកស្រែអញ្ចឹងខ្ញុំចង់ប្រើជីវិតបែបអ្នកនៅក្នុងតំបន់បែបថាគេមកធ្វើសែគេមកស្ទូងមកដកឬក៏គេមកបកាយត្រីមកស្ទូចត្រីធ្វើមិនអញ្ចឹងណាបាទខ្ញុំធ្វើជាវីដេអូនឹងឡើងហ្នឹងតែស្ដាយជំនះចិត្តខ្លួនឯងអត់បានទេអត់ហ៊ានដើរចូលទៅកន្លែងហ្នឹងហើយព្រោះខ្លាចឆ្លើងខ្លាំងមែនតើហើយដាក់បកាយហ្នឹងតែ4-10នាទីក្រោយគេឲ្យទៅមើលបកាយហ្នឹងមួយសារទៀតហើយប៉ុន្តែពួកខ្ញុំទុកចោលឡើងមកយប់បានខ្ញុំបកទៅយកពេលព្រឹកឡើងហើយបងប្អូនទាំងអស់គ្នាចាំមើលលទ្ធផលតើខ្ញុំបានត្រីអត់លទ្ធផលខ្ញុំបានត្រីតែមួយគត់ហើយត្រីហ្នឹងងាប់ទៀតក្តាមស៊ីពោះស៊ីពវៀនស៊ីបតាំងវាអស់លេងហ្មងអើយឡើងសែតហ្មងទុកគ្នាចោលឡើងមកយប់ហើយហ្នឹងបើក្តាមមិនស៊ីទៀតទៅចម្លែកអញ្ចឹងវីដេអូរបស់ខ្ញុំគឺចាប់តែត្រឹមហ្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការចូលទស្សនាវីដេអូហើយកុំភ្លេចចាំតាមដានវីដេអូក្រោយទៀតណាអញ្ចឹងវីដេអូបន្ទាប់របស់ខ្ញុំគឺជាវីដេអូទៅលេងបឹងទន្លេសាបបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ចុច subscribe ហើយនិងចុចកណ្ដឹងផងហើយដើម្បីទទួលបានវីដេអូថ្មីបន្តទៅទៀត